ខ្ញុំបានសូមជំរាបជូនបងប្អូនថាឥឡូវនេះម៉ោង5ល្ងាចថ្ងៃទី21ខែធ្នូឆ្នាំ2025នៅក្រុងប៉ោយប៉ែតការបាញ់ផ្លោងរបស់យោធាសៀមពីទឹកដីសៀមឆ្លងកាត់ក្រុងប៉ោយប៉ែតគ្រាប់ទាំងអស់នោះបានធ្លាក់នៅតាមដងផ្លូវជិតដងផ្លូវរង្វង់មូល58ផ្លូវ58និងផ្លូវជាតិលេខ5ពីចន្លោះរង្វង់មូល58ឡើងទៅលោកយាយម៉ៅក៏ដូចជាឡើងទៅកូនដំរីហើយហួសកូនដំរីជាដើមចា៎បងប្អូនទាំងអស់គ្នារយៈពេល15ថ្ងៃហើយនៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជារបស់យើងចា៎ហើយបងប្អូនទាំងអស់គ្នាកម្ពុជាបង្ហាញទិន្នន័យជនរងគ្រោះក្នុងការរំលោភច្បាប់អន្តរជាតិដោយសារតែយោធាថៃមកលើដែនដីអធិបតេយ្យរបស់កម្ពុជាណាបងប្អូនហើយមុននេះបន្តិចក៏ឃើញមានបងប្អូនរបស់បងប្អូនជាពលរដ្ឋគាត់បានធ្វើការបង្ហោះ Facebook ចាតាមរយៈ Facebook ពីសកម្មភាពបងប្អូនប្រជាពលរដ្ឋយើងដែលប្រជាពលរដ្ឋយើងជាច្រើនដែលគាត់ចម្លៀសចេញពីក្រុងប៉ោយប៉ែតបងប្អូនចាកាន់ទីទួលសុវត្ថិភាពអូនហើយពិតជាស្រណោះហើយនឹងអាណត្តិពួកគាត់ខ្លាំងមែនតើចានេះដោយសារតែសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជារបស់យើងបងប្អូនខ្ញុំបានសូមជំរាបជូនបងប្អូនថាឥឡូវនេះម៉ោង5ល្ងាចថ្ងៃទី21ខែធ្នូឆ្នាំ2025នៅក្រុងប៉ោយប៉ែតការបាញ់ផ្លោងរបស់យោធាសៀមពីទឹកដីសៀមឆ្លងកាត់ក្រុងប៉ោយប៉ែតគ្រាប់ទាំងអស់នោះបានធ្លាក់នៅតាមដងផ្លូវជិតដងផ្លូវរង្វង់មូល58ផ្លូវ58និងផ្លូវជាតិលេខ5ពីចន្លោះរង្វង់មូល58ឡើងទៅលោកយាយម៉ៅក៏ដូចជាឡើងទៅកូនដំរីហើយហួសកូនដំរីជាដើមដូច្នេះហើយកំណត់ផ្លូវជាតិលេខ5ពីប៉ោយប៉ែតឡើងទៅកូនដំរីណានិងរង្វង់មូល58គឺមិនសុវត្ថិភាពសម្រាប់បងប្អូនធ្វើដំណើរទេដូច្នេះហើយសូមបងប្អូនយកយល់កន្លែងនេះយើងខ្ញុំគិតពីសុវត្ថិភាពបងប្អូនទាំងអស់គ្នាណាព្រោះគ្រាប់ឥឡូវបងប្អូនលឺទៀតបាញ់មកទៀតណាលឺសោះដុំទៀតណាគឺបាញ់មកនេះបាញ់មកហើយគ្រាប់ទាំងអស់នោះបានធ្លាក់ចាប់ពីរង្វង់មូល58ទៅកើតខាងត្បូងរង្វង់មូល58ខាងជើងរង្វង់មូល58ពិសេសតាមដងផ្លូវជាតិលេខ5អញ្ចឹងគ្រាប់នេះគឺទម្លាក់នៅទីនេះទាំងអស់បាញ់ធ្លាក់នៅទីនេះទាំងអស់អញ្ចឹងហើយសូមបងប្អូនយកយល់ណាយើងខ្ញុំនិយាយនេះគឺដើម្បីឲ្យបងប្អូនមានសុវត្ថិភាពនៅក្រុងប៉ោយប៉ែតសូមបញ្ជាក់ជូនអញ្ចឹងឥឡូវនេះគ្មានជម្រើសអីក្រៅពីបងប្អូនដែលមិនទាន់បានចាក់ចេញគឺសង្ងំនៅក្នុងផ្ទះសិនទេនៅពេលណាដែលមានសុវត្ថិភាពហើយណានៅពេលណាដែលថាអាចធ្វើដំណើរទៅបានហើយយើងខ្ញុំជាក្រុមការងារនឹងជម្រាបជូនបងប្អូនដើម្បីធ្វើដំណើរចាក់ចេញដោយសុវត្ថិភាពជៀសវាងការធ្វើដំណើរទៅឲ្យមានបញ្ហាគ្រោះថ្នាក់ហើយសូមបញ្ជាក់ដែរខ្ញុំបានចេញវីដេអូឃ្លីបថ្ងៃនេះក៏មានបុគ្គលមួយចំនួនដែលគាត់មិនយល់ពីស្ថានភាពគាត់ធ្វើការប្រមាថមាក់ងាយយើងខ្ញុំបងប្អូនធ្វើចុះឲ្យបងប្អូនបានសុខទៅវិញប៉ុន្តែយើងខ្ញុំសុខចិត្តឲ្យបងប្អូនជេរតែបងប្អូនមានសុវត្ថិភាពសូមយកយល់ពីក្រុងប៉ោយប៉ែតសូមអរគុណបាទ